ចាជំរាបសួរចានាងខ្ញុំឈ្មោះរឿនសំណាងចានាងខ្ញុំជានិពន្ធនិយឲ្យអង្គភាព SPA Hot News ប្រចាំខេត្តបាត់ដំបងចានាងខ្ញុំជាព័ត៌មានស្ត្រីចានាងខ្ញុំខាងសារព័ត៌មានផ្នែកស្ត្រីនាងខ្ញុំចង់និយាយពីសារព័ត៌មានស្ត្រីបន្តិចចាភាគច្រើនមនុស្សស្រីយើងក្នុងការធ្វើព័ត៌មានគឺអត់សូវមានតម្លៃចាខ្ញុំចង់និយាយថាដូចគេអត់ឲ្យតម្លៃយើងសោះហ្មងហើយភាសាមួយទៀតគេហៅថាភាសា gender ប្រុសក៏ដោយស្រីក៏ដោយគឺត្រូវមានសិទ្ធិស្មើគ្នាប៉ុន្តែកន្លងមកដូចអត់មានអ្នកអនុវត្តនៅក្នុងការប្រើពាក្យថា gender ហ្នឹងឯងពីព្រោះអីដូចខ្ញុំជាដើមខ្ញុំជាមនុស្សស្រីខ្ញុំស្រឡាញ់ខាងវិស័យសារព័ត៌មានចាហើយនៅពេលដែលនេះខ្ញុំចង់យកព័ត៌មានម្ដងនេះខ្ញុំសង្កេតឃើញថាមនុស្សមួយចំនួនគឺគេអត់សូវឲ្យតម្លៃទៅលើអ្នកសារព័ត៌មានស្ត្រីទេចាយ៉ាងណាវិញដូចនេះខ្ញុំផ្ទាល់តែម្ដងចានៅពេលដែលនេះខ្ញុំចង់យកព័ត៌មានមិនថានៅកន្លែងទីកើតរឿងហេតុការណ៍អីក៏ដោយគឺភាគច្រើនគឺនាងខ្ញុំឧបមាថានាងខ្ញុំចូលរត់ទៅឡាយរត់អីចឹងគឺគេឲ្យចូលទេប៉ូលីសគេធ្វើការខាត់តែចំពោះមនុស្សប្រុសដែលគេប្រកែកជ្រៀតរត់ចូលទៅចង់និយាយថាគឺគេបានចូលចំណែកយើងជាមនុស្សស្រីខ្ញុំគិតថាហេតុអីក៏យកទៅធំម្ល៉េះយ៉ាងមួយទៀតចំពោះបងដែលមានសមត្ថកិច្ចនៅក្នុងទីកន្លែងដែលកើតហេតុរឿងអីមួយចឹងគាត់មិនថាខ្ញុំជាមនុស្សស្រីទេខ្លះខ្ញុំចូលទៅមែនខ្ញុំស្រីមែនប៉ុន្តែបើមានបញ្ហាពួកគាត់ត្រូវការពារពួកខ្ញុំហ្នឹងឯងចង់និយាយថាពួកខ្ញុំជាមនុស្សស្រីគាត់ដឹងថាខ្ញុំទុំជ្រាយទុំខ្សោយហើយមិនក៏គាត់មិនការពារគាត់បែរជាខាំងអីមិនឲ្យចូលទៅចំណែកគេប្រុសខ្ញុំនិយាយចឹងគេប្រកែកបុលប្រកែករុកហើយគេចូលទៅបានចាចំណែកបញ្ហាមួយទៀតគឺនៅពេលដែលនាងខ្ញុំចង់ធ្វើការនាងខ្ញុំបានជួបជាមួយនឹងនិយាយទៅគឺផលវិបាកច្រើនចំពោះនាងខ្ញុំដែលជាមនុស្សស្រីនៅក្នុងការចង់យកព័ត៌មានចាបញ្ហាលំបាករបស់នាងខ្ញុំនោះគឺពេលខ្លះនាងខ្ញុំត្រូវរងនៅពាក្យមួយចំនួនចាគឺគេឲ្យតម្លៃទេគេប្រើភាសាគេមានភាសារបស់គេគឺគេនិយាយមកថាពេលដែលយើងទៅសុំជួបជាមួយគេសុំជួបបានទេប៉ុន្តែពេលដែលយើងសុំជួប Telegram ជាមួយគេ connect ជាមួយគេដើម្បី voice ទៅគេគ្រាន់តែឃើញយើងជាមនុស្សស្រីគេបែរជាមានពាក្យមានសម្ដីមកជាមួយយើងថាលេខខៃដាក់យើងឬក៏គេប្រើភាសាមួយមិនឲ្យតម្លៃយើងគេប្រើភាសាថាស្អីគេហ่าហែងស្រីឲ្យធ្វើព័ត៌មានស្អីហែងមុខមាត់ប៉ុណ្ណឹងរូបរាងប៉ុណ្ណឹងដែរហែងទៅធ្វើការរកការងារអីធ្វើផ្សេងទៅហែងមកព័ត៌មានស្អីនិយាយរួមទៅគឺនៅពេលនោះគឺនាងខ្ញុំមានអារម្មណ៍មួយថាបាក់ទឹកចិត្តដែរប៉ុន្តែដោយសារតែស្រឡាញ់វិស័យខាងព័ត៌មានចាគឺនាងខ្ញុំត្រូវសម្រេចចិត្តទោះបីជាគេមិនឲ្យតម្លៃប៉ុន្តែនាងខ្ញុំនៅតែលើកទឹកចិត្តខ្លួនឯងនិងលើកទឹកចិត្តចំពោះស្ត្រីអ្នកសារព័ត៌មានមួយចំនួនដូចគ្នាថាកុំបាក់ទឹកចិត្តនេះគឺជាឧបសគ្គបន្តិចបន្តួចសម្រាប់យើងតែប៉ុណ្ណោះវាកើតឡើងចំពោះបុគ្គលដែលមិនឲ្យតម្លៃមកលើមនុស្សស្រីតែប៉ុណ្ណោះចាហើយនាងខ្ញុំចុងក្រោយក៏នាងខ្ញុំសូមសំណូមពរចាទៅកាន់បងទាំងអស់ឬក៏មហាជនទាំងអស់ចំពោះមនុស្សស្រីក៏អាចធ្វើការដូចជាមនុស្សប្រុសបានដែរចាមិនមែនមនុស្សស្រីសុទ្ធតែទុនខ្សោយបង្វិលទាំងក្រាមបញ្ជុំដូចពាក្យគេនិយាយទេចាពេលខ្លះមនុស្សស្រីអាចធ្វើការល្អបានល្អជាងមនុស្សប្រុសទៀតចាហើយសូមសំណូមពរឲ្យបងទាំងអស់ហើយនឹងមហាជនទាំងអស់កុំស្អប់កុំរើសអើងមនុស្សស្រីដែលធ្វើការដូចមនុស្សប្រុសចាចឹងតើខ្ញុំសូមអរគុណចា